បាទគោរពជំរាបសួរក៏សួស្ដីពុកម៉ែបងប្អូនជាទីគោរពជាទីស្នេហាជាទីនឹករលឹកទាំងអស់គ្នាវិលត្រឡប់មកកាន់ Pro Macra ម្ដងទៀតហើយជាមួយនឹង Game Free Fire ថ្ងៃនេះដែរគឺយើងចុះមកបាញ់នៅវគ្គ Rank ម្ដងទៀតហើយចុះមកដល់វគ្គនេះគឺ Pro Macra ចុះមកបាញ់យកតែម្ដងគឺបាញ់អត់ត្រូវគេទេបាទ enemy ឈរនៅពីមុខហើយយើងឈរនៅពីលើក៏បាញ់គេមិនងាប់ដែរបើជាទឹកដៃកាមែនតែនទោះជាទឹកដៃកាយើងមិនខ្លាំងមាញ់ដូចគេក៏ដោយក៏ Pro Macra នៅតែព្យាយាមធ្វើវីដេអូផុសចូលទៅក្នុង YouTube ជារៀងរាល់ថ្ងៃដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់ថា Pro Macra នេះគឺជាអ្នកធ្វើវីដេអូហ្គេមហើយក៏ខំតែអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូ Pro Macra ដែលបានធ្វើហើយពុកម៉ែបងប្អូនទាំងអស់គ្នានឹងគាំទ្រ Pro Macra ម្នាក់មួយផងចូលមកដល់ចំណុចនេះអាប៉ែនេះនៅលើផ្ទះពីលើដំបូលគាត់ថា Pro Macra មើលអត់ឃើញមែនទេ Pro Macra កំពុងតែកើបនៅលើដំបូលដើម្បីបាញ់ពវាព្រោះថានៅពេលដែលយើងឡើងមកលើដំបូលលើទីខ្ពស់យើងអាចមើលឃើញមនុស្សនៅខាងក្រោមបានវាងាយស្រួលក្នុងការបាញ់ enemy ត្រង់ចំណុចនេះដែរ Pro Macra រះយកតែម្ដងគឺងាយស្រួលមែនតើស៊ីបានមួយទៀតទៅហើយដោយសារតែ Pro Macra លេខកំភ្លើង Plasma ភ្លើងនេះមក Plasma វាគឺជាកំភ្លើងភាគរយអត់ប្រើគ្រាប់នោះទេពេលវាបាញ់ម្ដងគឺអែមែនតើវាងាយស្រួលក្នុងការបំបែកតក enemy បើថាវា level មិន level 99ទេណាគឺខ្លាំងយកតែម្ដងងាយស្រួលបំបែកតកបាញ់រះយកដូចត្រូវចំណុចនេះចឹង enemy រត់ចូលមក Pro Macra ស្គប់រះយកតែម្ដងអត់ចាំបាច់ដូរគ្រាប់ដូរបងអីទេគឺអែមែនតើមិនគួរថាអ្នកទាំងគ្នាមើលរំលងនៅកំភ្លើងមួយនេះទេគឺថាសាហាវយក Pro Macra ស៊ីបានប្រហែលខេហើយគឺអត់ទាន់ទៅណាទេគឺ Pro Macra រត់ឡើងទៅបាញ់ខាងលើដើម្បីងាយស្រួលមើល enemy មកឆ្វេងស្ដាំ Pro Macra សរេស្រង់ទាំងអស់វគ្គនេះ Pro Macra នៅលើដំបូលផ្ទះចាំកើបយក kill តែម្ដងតែចុះមក Pro Macra ដាក់យកហើយណា Pro sorry ផងវគ្គនេះដែរគឺ aim snipe មែនតើដល់ពេលនោះគេក៏ពុះតែស៊ី drop បាញ់ Macra ពីចម្ងាយ Macra ដាក់តកបាំងយ៉ាងលឿនហើយស្គប់ដាក់រ៉ាក់នងភូសនាវិញអូហូរត់ចូលទៅក្នុងតកបាត់ទៅហើយបានមិនហ៊ានតទល់ជាមួយនឹង Pro Macra ទេជាមួយនឹងកំលើង Plasma នេះគឺថាខ្លាំងយកត្រង់នេះបាន Pro Macra ចុះពីលើផ្ទះចុះទៅជួយគ្នាបន្តិចសិនបាទគ្នាយើងចុះទៅជួយទៅគេបាញ់ងាប់តែម្ដង Pro Macra ចុះឆាត់យកម្ដងទៀតឃើញអាប៉ែននេះលើតបូល Pro Macra រះច្រចបានមកឃ្លៀតទៀតតែម្ដងបាទអូហូអែមស្នៃមែនតែនផ្ដាច់យកឃ្លៀតតែម្ដងធ្វើការស៊ីកំភ្លើងស៊ីឲ្យ cross អីសិនមកធ្វើការបាញ់ឃើញនៅក្រៅ Pro Macra អត់ដាច់ទេបាទកំភ្លើងនេះពិតជាអន់មែនតែម្ដងធ្វើការស៊ីអាចធ្វើមកប៉ែនេះសិនមកប៉ែនេះបាទជាមានកំភ្លើងល្អបាទធ្វើការក្ដេកមួយសិនដើម្បីកុំឲ្យគេបាញ់ណាអូហូអេមស្នៃមែនតែអូខេកុំភ្លេចជួយគ្រប់គ្រង Pro Macra ម្នាក់ផងណាអរគុណច្រើនអូហូតែប៉ុណ្ណេះបាននៅលើដំបូលទាំងគឺអេមស្នៃមែនតែតែអត់មានកំភ្លើងចាំចុះទៅរកកំភ្លើងរបស់យើងវិញបាទដើម្បីបាញ់គេណាមិនងាយស្រួលអាកំភ្លើងនោះគឺអេមមែនតែអាប៉ែនេះគេខូចខ្ញុំនៅលើគេធ្វើចុះឆាត់យកមកគេគាត់តែខ្ញុំមើលឃើញបាំងតកអត់ទាន់ចាំសរេស្រង់អាប៉ែនឹងមួយទៅនោមជាមិនសិនស៊ីអាប៉ែនឹងមួយសិនបាទគេរត់ចេញមក Pro Macra រះយកនុកបាត់ទៅហើយអូហូអែមមែនតែនបាទអែមស្នៃមែនតែនមកនៅរត់ចុះមកឲ្យ Pro Macra បាញ់លេង Pro ឃើញ Pro កាចឹងតែទឹកដៃមិនធម្មតាអាចតទល់ជាមួយ Pro បានលឹមស្រាំតែម្ដងធ្វើការលោតចុះពីលើដំបូលផ្ទះធ្វើការទៅជួយគ្នាយើងតែម្ដងបើដោយសារនៅសល់តែប្រហែលអ្នកទៀតទេ Pro Macra នឹងបាន GG ទៅហើយអូយអែមស្នៃមែនតែនវគ្គនេះណាត្រង់ដែរ Pro Macra ចុះទៅជួយបាញ់ផ្ដាច់គ្នាយើងតែម្ដងបាទអូហូទឹកដៃអែមស្រាំមែនតែនបាទលេងស្រស់គ្នាមែនតែនធ្វើការជួយគ្នាសិនគេបាញ់ខ្ញុកហើយយើងតែជួយគ្នាឲ្យរស់វិញតែម្ដងហើយយើងស្រួលចាប់ដើមចូលអី Pro Macra នៅក្រៅហ្សូនសិនដើម្បីកើបមើលថានៅសល់ប្រហែលអ្នក Pro Macra នឹងចាត់ការតែម្ដងហើយធ្វើការរត់ចូលទៅក្នុងហ្សូនតែម្ដងបាទអូសល់តែប្រហែលអ្នកទេឃើញអាប៉ែនោះនៅខាងឆ្វេងដៃបាទ Pro Macra បាញ់ដាក់ត្រែតខុសទៀតតែម្ដងបាទអូឃើញរះត្រែតដាក់តកអត់ទាន់ Pro អត់អីទេ Pro Macra ដាក់ស្គីរត់ចូលក្នុងហ្សូនចាំធ្លាប់បាញ់អាប៉ែហ្នឹងធ្វើសៀអាប៉ែហ្នឹងយកខៀលតែម្ដងបាទអូពិតជាលយមែនតើវគ្គនេះគឺបាន GG តែម្ដងត្រង់ចំណុចនេះដែរអាប៉ែហ្នឹងក៏ក្រឹតចូលមកយកក្នុងហ្សូនក៏តែ Pro Macra មកឃើញតែតកបាំងក៏រត់ចូលមកនេះ Pro Macra ដាក់តកបាំងមួយទៀតតែតកបាំងមួយទៀតរះ Pro Macra ទៅ Pro Macra បាំងដាក់បាំងតករះយកប្រឈ្នះបាន GG បើទៅហើយអូលយមែនតើមកវគ្គនេះបាន GG ហើយអរគុណអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe like វីដេអូផងណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយចូលរំលឺ